ជំរាបសួរជំរាបរលឹកបងប្អូនទាំងអស់គ្នាសុខសប្បាយជាទេជំរាបរលឹកទាំងអស់គ្នាណាថ្ងៃនេះគឺយើងមកមើលបៀនេះគឺអ្នកណាដែលបានឃើញគឺមានសំណាងពេលបានដូចជាយើងបានដឹងថាវត្ថុស័ក្តិសិទ្ធិលើលោកនេះទេវតាដែលថែអាសាយើងគឺបាត់ជាយើងគឺអង្គស័ក្តិសិទ្ធិណាមួយដែលយើងតែងតែគោរពបូជាណាគឺយើងបានឃើញនៅសិល្បៈនេះគឺហាក់បីដូចជាយើងបានទទួលនៅការសារពីគាត់មកប្រាប់ដល់យើងណាចាឥឡូវខ្ញុំរើ3ស្លឹកហើយនឹងហើយចាំមើលយើងមើលមកចាអូខេស្លឹកនេះគឺបានន័យថាទេវតាថែអាសាយើងគឺចង់ប្រាប់យើងថាជីវិតយើងតិចទៀតនឹងជួបអ្វីដែលមិនជាល្អទេចាគឺនៅក្នុងស្លឹកនេះហាក់បីដូចជាប្រាប់យើងថាឲ្យយើងនឹករលឹកបងសនដល់អ្នកដែលថែអាសាយើងទេវតាដែលថែអាសាយើងនឹងដូចថាចក្រវាលអីចឹងណាចាឲ្យមកជួយណាបងសនតែម្ដងចាអ្នកដែលបានឃើញស្លឹកបៀនេះចាបងសនហៅលោកមកជួយយើងចាដើម្បីឲ្យគាត់ជួយដឹកនាំផ្លូវយើងទៅជាបន្តទៀតណាចាសុភមង្គលក្តីសុខសប្បាយនឹងរងចាំយើងចានៅរងចាំបងប្អូនចាចឹងបងប្អូនត្រូវតែបន់សនណាចាគឺក្នុងនេះនិយាយច្បាស់ហ្មងចាឲ្យយើងបន់សនដល់ទេវតាថែអាសាយើងគ្រូបាត់ជាយើងក៏អង្គណាដែលយើងគោរពបូជាចាហៅគាត់ចារំលឹកដល់គាត់បន់ដល់គាត់ចាឲ្យមកជួយយើងណាគឺយើងត្រូវការគាត់ជួយព្រោះបើយើងអត់បន់អត់ហៅទេយើងអាចនឹងមានជួបអីតិចទៀតទៅតែមិនដឹងជាអីគេណាតែគ្រាន់ដឹងថាវាមិនជាការល្អទេចាត្រូវបន់សនហៅគាត់ណាចាបងប្អូនចាហើយនឹងមួយទៀតគឺបន្ទាប់ពីនឹងមកលោកចង់ប្រាប់ថាឲ្យយើងណាចំណាយពេលវេលានៅម្នាក់ឯងជាមួយនឹងធម្មជាតិចាដូចជាទៅដើរលេងនៅសមុទ្រដូចជាអង្គុយមើលទឹកឈូធ្លាក់មើលសមុទ្រមើលទឹកមើលអីនៅធម្មជាតិមើលព្រៃព្រឹក្សាអីចឹងទៅចាហើយឲ្យយើងនឹងព្យាយាមតាំងសមាធិចាឲ្យយើងព្យាយាមតាំងសមាធិហើយឲ្យយើងផ្ដោតអារម្មណ៍សួរឬក៏ហៅក៏បន់សនទៅដល់ទេវតាដែលថែរក្សាយើងឲ្យមកជួយយើងទៀតចាឲ្យមកជួយយើងណាហ្នឹងហើយដើម្បីឲ្យវេចផ្លូវឲ្យយើងក៏សូមគេបើកផ្លូវឲ្យយើងដើរទៅមុខឲ្យបានល្អណាពីព្រោះអីផ្លូវយើងតិចនេះគឺវាមិនទៅជាល្អចាហើយក៏គេបានប្រាប់ថាបន្ទាប់ពីយើងធ្វើអញ្ចឹងគឺយើងបានទទួលនៅការការពារនៅការដឹងឮពីទេវតាថែអាសាយើងហើយណាគឺទេវតាអង្គនោះគឺគាត់មានមហិទ្ធិឫទ្ធិចាមកជួយការពារយើងឲ្យដឹងអំពីផ្លូវដែលបងប្អូនចង់ដើរចង់ទៅនៅអ្វីដែលបងប្អូនបានបន់សនចាគាត់នឹងមកជួយយើងដោយសេចក្តីស្រឡាញ់ដោយបង្ហាញផ្លូវយើងគឺជាផ្លូវដែលធ្វើយើងដើរទៅគឺជោគជ័យគឺមានន័យថាបានសំប្រកបនៅអ្វីដែលបងប្អូនចង់ធ្វើបងប្អូនបានបន់សនហ្នឹងហើយចាគាត់នៅជាមួយយើងចាគាត់នៅជាមួយយើងគាត់នឹងជួយដល់ជីវិតយើងគាត់នឹងគាត់នឹងផ្លាស់ប្ដូរជីវិតយើងឲ្យល្អគាត់នឹងជួយយើងធ្វើការឲ្យយើងចាធ្វើឲ្យជីវិតយើងនឹងស្រស់បំព្រងឡើងវិញណាចាគឺលោកចាំនៅជួយយើងហ្មងណាចាហ្នឹងហើយចឹងបងប្អូនបន់សនទៅណាចាអូក្នុងបៀននេះគឺអស្ចារ្យហ្មងចាហើយវត្ថុស័ក្តិសិទ្ធិនៅតែផ្ញើសារចឹងថាគាត់ជួយយើងមិនត្រឹមតែជួយយើងទេណាគឺជួយព្យាបាលយើងទៀតព្យាបាលយើងឧបមាថាយើងមានឈឺចុកចាប់អីក្នុងខ្លួនក៏យើងឈឺស្កាត់អីបន់ទៅត្រូវហើយចាបន់ទេវតាថែអាសាយើងនេះគឺគាត់មកជួយយើងជួយឃុំក្រងយើងជួយការពារយើងជួយព្យាបាលនៅរាល់អ្វីដែលមិនល្អនៅក្នុងខ្លួនយើងដូចជាយើងឈឺស្កាត់អីហ្នឹងឲ្យវាប្រសើរឡើងមកវិញចាហើ
ហើយមិនធំប៉ុណ្្នឹងគឺលោកផ្ដល់អ្វីមួយយ៉ាងឲ្យមកយើងឲ្យយើងដូចថាបន្ទាប់ពីលោកផ្ដល់ឲ្យយើងបានស្រួលបួលហើយគឺយើងហាក់បីដូចជាមានធម៌ពលមួយខ្លាំងចាធម៌ពលខ្លាំងហ្នឹងហាក់បីដូចជាវិញ្ញាណទី6បន្ទាប់ពីនឹងមកចាយើងអាចដឹងនៅកិច្ចការទាំងឡាយដែលបំរុងកើតឡើងហើយអ្នកណាដែលមិនល្អនឹងយើងគឺយើងបានដឹងទៀតណាអញ្ចឹងណាចាគឺគេហៅថាញាណទី6ណាចាលោកមកតាមថែសារយើងចាតិចទៀតបន្ទាប់ពីនឹងហើយគឺបងប្អូនហាក់បីដូចជាមនុស្សទ្រង់ញាណណាគេថាប្រះថាទ្រង់ញាណណាតែយើងជាមនុស្សលោកយើងគ្រាន់និយាយថាយើងហាក់បីដូចជាដឹងនៅហេតុការណ៍មុនដែលអ្វីកាត់ឡើងមនុស្សណាដែលមិនល្អនឹងយើងដែលគេនិយាយជាមួយយើងអាចដឹងថាបេះដូងគេចង់និយាយពីអីចាគេមានកំណត់ល្អអាក្រក់មកលើយើងអីយើងអាចដឹងទៀតណាមួយស្លឹកមួយនេះគឺចង់ប្រាប់ថាឲ្យយើងនឹងធ្វើតាមបេះដូងខ្លួនឯងចាបេះដូងយើងចង់បែបម៉េចចាបេះដូងយើងចង់ធ្វើអីគឺឲ្យធ្វើតាមបេះដូងរបស់យើងគឺអ្វីៗនឹងល្អប្រសើរត្រឡប់មកសម្រាប់យើងនៅពេលហ្នឹងណាហ្នឹងហើយនៅក្នុងកលៈទេសៈពេលហ្នឹងគឺគាត់ចង់ឲ្យយើងហ្នឹងហ៊ានមើលឲ្យខ្លាំងហ្មងឲ្យយើងប្រយ័ត្នឲ្យយើងប្រយ័ត្នឲ្យខ្លាំងហើយមើលឲ្យជ្រៅឲ្យដឹងថាមុននឹងយើងសម្រេចចិត្តអីចង់និយាយចឹងកលៈទេសៈពេលហ្នឹងហ្នឹងហើយពីព្រោះអីដើម្បីឲ្យទៅថ្ងៃអនាគតវានឹងមកល្អប្រសើរចាដើម្បីកុំឲ្យយើងដើរផ្លូវខុសដើម្បីកុំឲ្យខុសទាំងបេះដូងយើងដឹងហើយណាចាហើយពេលដែលយើងបានល្អប្រសើរហើយលោកប្រាប់ថាកុំអីផ្លេចtake care ខ្លួនឯងចាកុំភ្លេចខ្លួនឯងគឺថែរក្សាខ្លួនឯងផងហ្នឹងហើយអ្នកឲ្យយកពេលវេលាដើម្បីខ្លួនឯងឲ្យខ្លួនឯងនឹងសម្រាកកាយសម្រាកចិត្តខ្លះផងចាហើយលោកចង់ឲ្យថាឲ្យបងប្អូនណាដុសខាត់ជាមួយនឹង scrap អំបិលscrap អំបិលចាឲ្យយើង scrap ខ្លួនជាមួយអំបិលចាអំបិលហ្នឹងដូចជាមើលអំបិលស្កាប៉ុណ្ណាចាស្កាអំបិលគេលក់ហ្នឹងបើបងប្អូនអត់មានពេលវេលាធ្វើទេបើសិនជាបងប្អូនមានពេលវេលាធ្វើគឺបងប្អូនអាចលេងអំបិលដាក់ក្នុងធុងទៅជាមួយទឹកទៅហើយដាក់ខូចអីទៅហើយដាក់ទឹកប្រេងក្អូបអីបន្តិចចូលទៅហើយមុជទៅទឹកដើម្បីលាងសយចេញហើយស្កាហ្នឹងក៏ដូចជាលាងសយដែរចានៅក្នុងស្លឹកនេះគឺបានប្រាប់ថាចឹងចានេះហើយគឺជាពេលវេលាល្អមកដល់ហើយចាបងប្អូននឹងមានគំនិតថ្មីនៅកលៈទេសៈពេលនេះនៅក្នុងជីវិតរបស់បងប្អូនហើយទេវតាថែអាសាយើងចង់ប្រាប់ថាលោកនឹងមើលយើងចាលោកមើលយើងពីលើមកចាជួយឲ្យកិច្ចការងារទាំងឡាយហ្នឹងបានប្រសើរឡើងដោយលោកដឹកនាំផ្លូវឲ្យបងប្អូនដើរចាហើយនឹងជួយការពារបងប្អូនកំឡុងពេលដែលជីវិតផ្លាស់ប្ដូរហ្នឹងយល់ទេបងប្អូនចាយល់ខ្ញុំនិយាយអត់ចាអ្វីដែលបងប្អូនក៏ធ្វើអ្វីដែលបងប្អូនគិតចាទាំងអស់នេះគឺទេវតាថែអាសាខ្លួនយើងបានដឹកនាំយើងហេតុអីក៏យើងនៅសុកយើងគិតឃើញអីមួយចង់ធ្វើអីមួយហើយក៏បានជោគជ័យក៏បានល្អចាចែកដល់នេះបងប្អូននឹងហើយទេវតាថែអាសាយើងនេះវាស្លឹកចុងក្រោយនេះគឺច្បាស់តែម្ដងចាគាត់ថាគឺជាពេលវេលាដែលល្អហើយបន្ទាប់ពីស្ក្រាបអំបិលលាងសយអីហើយហ្នឹងគឺយើងនឹងមានគំនិតថ្មីចេញមកនៅក្នុងជីវិតយើងក្នុងកលៈទេសៈពេលនេះហើយគាត់នឹងមើលយើងថែអាសាយើងមើលយើងពីលើមកថែអាសាយើងឲ្យច្អល់បង្ហាញផ្លូវយើងឲ្យយើងដើរទៅនៅក្នុងកលៈទេសៈដែលផ្លាស់ប្ដូរនេះចាឃើញទេស្លឹកចុងក្រោយចឹងបងប្អូនណាជូនពរណាបងប្អូនស្ដាប់ខ្ញុំឲ្យច្បាស់នៅមួយហើយក៏ធ្វើតាមនឹងទៅចានេះគឺជាទេវតាដែលថែអាសាយើងវត្ថុស័ក្តិសិទ្ធិដែលថែអាសាយើងឬក៏អង្គណាមួយឬក៏អង្គណាមួយឬក៏គេហៅអីគេអ្នកថែអាសាយើងណាមួយតែយើងថែដែលយើងជឿជាក់នឹងតែងតែបន់សន់តែងតែនឹកដល់លោកណាចានេះមកហើយបងប្អូនអើយ
មកហើយមកជួយបងប្អូនណាបងប្អូនកុំអស់សង្ឃឹមណាតស៊ូទៅមុខបងប្អូននឹងមានកណិតថ្មីចេញមកហើយបន្ទាប់ពីហ្នឹងណាចាហើយខ្ញុំជឿថាថ្ងៃនេះគឺជាថ្ងៃសែនលោកខែឬក៏ជាថ្ងៃសិលឬក៏សិលណាក៏ដោយខ្ញុំជឿថាបងប្អូនក៏បានបន់ស្រន់លុចហើយដែរបើបងប្អូនបានធ្វើហើយណាគឺបងប្អូនជោគជ័យចាតែអ្នកដែលអត់តបានធ្វើនៅការបន់ស្រន់អីទាំងឡាយសូមស្ដាប់ខ្ញុំឲ្យធ្វើតាមហ្នឹងណាចាជូនពរណាបងប្អូនណាជូនពរចាសូមឲ្យបានជោគជ័យសូមឲ្យទេវតាថែរក្សាបងប្អូនសូមឲ្យវត្ថុស័ក្តិសិទ្ធិទាំងឡាយទេវតាខំក្រោបបងប្អូនចាលោកគ្រូបាត់ជ័យបងប្អូនចាអង្គណាក៏ដោយសូមថែរក្សាបងប្អូនណាសូមជួយដឹកនាំផ្លូវបងប្អូនដើរឆ្ពោះទៅរកជោគភាពជោគជ័យនៃជីវិតពេលនេះជីវិតបងប្អូននឹងមានការផ្លាស់ប្ដូរក្រោមការមើលនិងជួយការពារនិងដឹកនាំផ្លូវគូសវាសផ្លូវឲ្យបងប្អូនដើរចាបងប្អូននឹងមានកណិតថ្មីចង់ធ្វើអីប្លែកថ្មីហើយក៏ដើរទៅគឺបានជោគជ័យទាំងអស់នេះគឺវត្ថុស័ក្តិសិទ្ធិរបស់យើងទេវតាដែលថែរក្សាប្រចាំខ្លួនយើងលោកជួយយើងណាចាអរគុណណា